យ៉ាងរំភើបនឹងអាថ៌កំប៉ាំងសួស្ដីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់ Channel Movie Play Drama 2026 ត្រឡប់មកជួបគ្នាវិញហើយជាមួយសាច់រឿងរន្ធត់ដែលនឹងធ្វើឲ្យលោកអ្នកព្រឺសម្ពោគ្រប់វិនាទីតើវិសាលអាចរកឃើញការពិតដែលគប់ទុកជាយូរមកហើយដែរឬទេហើយតើមឿងអ្វីនៅក្នុងប្រទេសឈើបុរាណមួយនោះកុំឲ្យខាតពេលយូរសូមរីករាយស្ដាប់សាច់រឿងដូចតទៅនៅក្នុងភាពងងឹតនៃរាត្រីកាលវិសាលបានឈរថ្មឹងសម្លឹងមើលទៅកំរាលឈើនៅក្រោមជើងរបស់គេភ្នែករបស់គេពោពេញដោយភាពមាស់មុតប៉ុន្តែបេះដូងវិញលោតញាប់ស្ទើរតែផ្ទុះចេញមកក្រៅសំឡេងខ្សឹបមួយដែលលាន់ឮរងំក្នុងត្រចៀកគេថាវានៅក្រោមដីហាក់ដូចជាវិញ្ញាណរបស់ប្អូនស្រីកំពុងតែចង្អុលបង្ហាញផ្លូវទៅរកការពុតដែលត្រូវបានលាក់បាំងរាប់ឆ្នាំមកហើយវិសាដកដង្ហើមធំគេចាប់ផ្ដើមអូសលីងកាយដៃសន្លប់ស្ទោករបស់តុលាទៅដាក់ក្បែរចិញ្ចាំងភ្លើងពិលក្នុងដៃរបស់គេបានរេទៅប៉ះនឹងផ្ទៃឈើក្រញូងពណ៌ខ្មៅរលោងដែលពេលនេះវាប្រឡាក់ពេញដោយឈាមខ្មៅស្អាតហូរឈានពីរូបថតរបស់មេភូមិសានវិសាចាប់ផ្ដើមគោះកំរាលឈើផុងផុងសំឡេងនេះបញ្ជាក់ថាខាងក្រោមមានប្រហោងមិនបងអង្គយូគេប្រមូលកម្លាំងរុនទូសៀវភៅដ៏ធំមួយចេញពីកន្លែងដើមទាំងញើសចូលខ្លួនហើយនៅពេលដែលទូត្រូវបានរំកិលចិនស្នាមប្រេះរៀង4ជ្រុំក៏បានលេចចេញមកវាជាច្រកសម្ងាត់វិសាលលក់ដៃទៅទីងចិញ្ចៀនដៃដែលច្រេះស៊ីណោភ្លាមវិសាលអញធ្វើអីហ្នឹងយើងរត់ទៅទីនេះមិនមែនជាកន្លែងសម្រាប់មនុស្សរត់នៅទេខ្ញុំសុំអង្វរកុំចុះទៅអីស្ងាត់ទៅតុលាបើអញខ្លាចអញចាំនៅទីនេះចុះខ្ញុំត្រូវទៅចុះទៅរកការពិតឲ្យឃើញបើមិនអញ្ចឹងទេវិញ្ញាណសុភីនឹងមិនអាចទៅកាន់សុគតិភពបានឡើយវិសាលឈានជើងចុះទៅយឺតពេលទៅដងបាតក្រោមគេត្រូវស្រឡំកាំងក្នុងបន្ទប់ដ៏ចង្អៀតនោះមានអាសនៈខ្មៅងងឹតមួយមានរូបថតសុភីនិងខ្សែចំណងកពណ៌សដែលប្រឡាក់ឈាមព្យូរនៅចំកណ្ដាលឬតែរន្ធត់ជាងនេះគឺមានក្អមដីដុតតូចៗតម្រៀបជារង្វង់បិទដោយយ័ន្តពណ៌ក្រហមនេះមិនមែនជាការគោរពទេតែវាជាពិធីមន្តអាគមផ្លូវងងឹតដើម្បីបង្ខាំងវិញ្ញាណវិសាដើរទៅជិតអាសនៈស្រាប់តែប្រទះឃើញសៀវភៅកំណត់ហេតុចាស់មួយនិងគុណសែងជុតមុខរបស់មេភូមិសានភាសតកម្មនេះច្បាស់ណាស់មេភូមិសានគឺជាអ្នកនៅពីក្រោយរឿងទាំងអស់នេះប៉ុន្តែភ្លាមនោះវិសាលមេភូមិមករេញហើយឆាប់ឡើងវិសាលប្រញាប់ញ៉ាប់សៀវភៅចូលក្នុងអាវរកផ្លូវចេញប៉ុន្តែខ្សែភ្នែករបស់គេបែរជាទៅប៉ះនឹងជ្រុងងងឹតមកខាងទៀតរូបចម្លាក់ឈើឆ្លាក់ជារូបស្រីចង់កតែមុខរបស់វាហាក់ដូចជាមានសាច់ឈាមរស់រវើកវាកំពុងសម្លឹងមកវិសាលដែលកៅភ្នែកក្រហមឆ្អិនឆៅខណៈដែលមាត់របស់វាចាប់ផ្ដើមហូរឈាមឲ្យចេញមកចាំងក្រាស់ខ្មឹកវិសាលដឹងខ្លួនច្បាស់ហើយថានៅក្នុងបន្ទប់នេះគេមិនមែននៅតែម្នាក់ឯងនោះទេព្រះជាចំចាស់តើវិសាលអាចគេចផុតពីបន្ទប់ក្រោមដីនិងរូបចម្លាក់បិសាចនោះបានដែរឬទេហើយមេភូមិសាននឹងធ្វើអ្វីបន្តទៀតសូមកុំភ្លេចរងចាំតាមដានទស្សនានិងស្ដាប់នៅភាគបន្តបើពេញចិត្តការនិទាននេះសូមកុំភ្លេចចុច like និង subscribe Channel Movie Play Drama 2026 ដើម្បីទទួលបានវីដេអូថ្មីៗមុនគេសម្រាប់ពេលនេះខ្ញុំបាទសូមលាសូមឲ្យសំណាងល្អនិងជៀសផុតពីពួកអាម៉ាក